ថ្ងៃនេះញ៉ាំបាយរាល់ថ្ងៃធុញពេកអញ្ចឹងទៅនឹកឃើញមកចង់ធ្វើនំបញ្ចុកទឹកប្រហុកអ្នកសៀមរាបញ៉ាំម្ដងបងប្អូនតែមិនដឹងថារសជាតិយ៉ាងណាទេចាំមើលសាកភ្លក់មើលទាំងអស់គ្នាជាដំបូងហ្នឹងខ្ញុំមានជាមួយនឹងម្ទេសហើយខ្ទឹមហើយយើងមានខ្ទឹមក្រហមអីចឹងណាបងប្អូនយើងយកទៅលីងវាឲ្យឈ្ងុយចឹងមកបន្ទាប់មកទៀតយើងចាប់ផ្ដើមយកវាមកបុកអញ្ចឹងណាបងប្អូនអរគ្នាយើងមានជាមួយនឹងត្រីអណ្ដែងហើយខ្ញុំដាំទឹកនេះគឺទឹកទុកស្រស់ជាមួយនឹងនំបញ្ចុកម្ដងទៀតដើម្បីវាទន់ឆ្ងាញ់ឥឡូវយើងចាប់ផ្ដើមមកលាយជាមួយនឹងទឹកប្រហុកយើងទាំងអស់គ្នាហើយទឹកប្រហុកហ្នឹងប្រហុកយើងច្រាំមកបងប្អូនចាហើយយើងយកទៅអាំងឲ្យឈ្ងុយមកតមកយើងយកវាមកដាក់លាយកូរស្ករដាក់គ្រឿងអីតាមរបៀបយើងធ្វើផ្សេងគ្នាអញ្ចឹងទៅបងប្អូនចាហើយចំពោះគ្រឿងផ្សំយើងមានដាក់ប៊ីចេងដាក់ស្ករអីបន្តិចទៀតមកថែមជាមួយនឹងក្រូចឆ្មាតែប៉ុណ្្នឹងរួចរាល់ជាការស្រេចហើយនំបញ្ចុកនេះទិញមកពិសាបងប្អូនអរគ្នាតែដើម្បីឲ្យវាទន់ល្អអញ្ចឹងទៅអ្នកផ្ទះខ្ញុំហ្នឹងគាត់បានលាងអីសំទោសបងប្អូនចាបានស្រុះម្ដងទៀតដើម្បីវាទន់ឆ្ងាញ់ឥឡូវយើងគ្រឿងផ្សំរបស់យើងបន្លែអីហ្នឹងគឺមានគ្រប់មុខតែម្ដងបងប្អូនហើយបេះតាមលបងផ្ទះណាហើយយើងមានរួចរាល់អស់ហើយនេះយើងស្រុះមកប្រូកមកកុំឲ្យវាឆ្អិនពេកហើយមានបន្លែឆៅដូចគ្នាបងប្អូនចាហើយទឹកប្រហុកយើងក៏ធ្វើឲ្យរួចរាល់ដែរមើលទៅទំនងមែនទេណាបងប្អូនអរគ្នាចាឥឡូវយើងចាំសាកភ្លក់ទាំងអស់គ្នាតែរសជាតិឆ្ងាញ់ដូចគេអ្នកនៅសៀមរាបគាត់ធ្វើអត់ចឹងណាបងប្អូនចាមើលទៅគឺទំនងមែនទេតែម្ដងហើយចំពោះរសជាតិវិញគឺអយអ៊ូយហ្មងបងប្អូនចាឆ្ងាញ់មែនទេបងប្អូនដែលតនេហើយយើងថ្ងៃឡើងយើងញ៉ាំបាយហើយមិនដឹងថាធ្វើអីញ៉ាំឬក៏យើងអាចញ៉ាំជំនួសបាយក៏បានដែរបងប្អូនអរគ្នាដាក់តែមួយចានមកគឺដឹងថាឆ្អែតណែនពោះពើងតែម្ដងបងប្អូនចាចំពោះរសជាតិវិញគឺឆ្ងាញ់ដូចយើងទៅញ៉ាំនៅសៀមរាបអញ្ចឹងបងប្អូនចាឲ្យតែយើងដឹងរូបមន្តធ្វើអញ្ចឹងណាតែប៉ុណ្ណឹងគឺតំណងមែនទែនតែម្ដងបងប្អូននេះយើងចាប់ផ្ដើមមកភ្លក់ហើយអានេះលក់យើងបើយើងបានស្រស់គឺកាន់តែឆ្ងាញ់ចំពោះអ្នកដែលចូលចិត្តឲ្យលក់ស្រស់ណាតែអ្នកខ្លះគាត់ចូលចិត្តលក់ស្រស់គាត់ចូលចិត្តញ៉ាំឆៅក៏មួយយ៉ាងម្នាក់ដែរបងប្អូនអរគ្នា